សួស្តីអ្នកគ្នាថ្ងៃនេះដែរគឺយើងមកនិយាយអំពីរឿងលម្អិតមួយតាក់ទងជាមួយនឹង Nachi Hyuga ដែលស្ថិតនៅក្នុង Hyuga Clan ជាមនុស្សម្នាក់ដែលជឿថាជោគវាសនាគឺមិនអាចផ្លាស់ប្ដូរបានហើយយើងនឹងទៅនិយាយអំពីតួអង្គនេះថា Nachi គឺគួរណាដែលទទួលបានលទ្ធផលល្អជាងអ្វីដែលគាត់បាននៅក្នុងរឿងរបស់ Naruto បើសិនជាយើងនិយាយនៅក្នុងពិភព Naruto សុបិនរបស់តួអង្គមួយចំនួនគឺមិនបានខ្លាយទៅជាការពិតទេដូច Nachi Hyuga អញ្ចឹងគាត់គឺបានមានវាតាំងពីទូចNachi គឺមិនបានធំឡើងជាមួយសេចក្តីសង្ឃឹមទេគាត់ធំឡើងជាមួយនឹងកលៈទេសៈរឹតបន្តឹងតាំងពីអាយុ3ឆ្នាំជីវិតរបស់គាត់គឺមិនមែនជារបស់គាត់ទៀតឡើយគាត់កើតនៅក្នុងតកូលរងនៃគ្រួសារធំរបស់ Hyuga Clan Nachi ត្រូវបានគេដាក់ជា Curse Shield នៅលើថ្ងាសរបស់គាត់ដើម្បីចងឲ្យជាប់ជាមួយនឹងគ្រួសារធំ Curse Shield នោះមិនមែនត្រឹមតែជាសញ្ញាទេប៉ុន្តែវាជាការរំលឹកមួយដែលថារាងកាយការសម្រេចចិត្តនិងអនាគតរបស់គាត់សុទ្ធសឹងតែជារបស់អ្នកដទៃហើយនេះហើយគឺជារឿងមួយដែលឃោរឃៅបំផុតសម្រាប់ Nachi ដែលមានទេពកោសល្យខ្លាំងម្នាក់ប៉ុន្តែមិនអាចធ្វើអីកើតបើទោះបីជាគាត់គឺមានសមត្ថភាពប៉ុណ្ណាលើសគេប៉ុណ្ណាក៏គាត់មិនត្រូវបានរំពឹងខ្លាចជាអ្នកដឹកនាំនរណាម្នាក់ឡើយគាត់គឺមិនអាចមានសិទ្ធិជ្រើសរើសជំរើសផ្លូវដើរខ្លួនឯងទូនាទីទាំងអស់នោះត្រូវបានកំណត់រួចហើយទៅកាន់អ្នកស្នងតកូលនៃគ្រួសារ Hinata Hyuga Hinata គឺជាមនុស្សម្នាក់ដែលមានចិត្តល្អប៉ុន្តែនៅក្នុងកែវភ្នែក Nachi នាងគឺជាមនុស្សខ្សោយខ្លាំងណាស់ហើយសម្រាប់ Nachi វាមិនមែនគ្រាន់តែជារឿងអយុត្តិធម៌ទេវាជាភស្តុតាងជាក់ស្ដែងដែលយើងឃើញនឹងភ្នែកភស្តុតាងដែលថាជោគវាសនាវាជារឿងមួយដែលមិនអាចជៀសរួចបើទោះបីជាយើងខិតខំប៉ុណ្ណាក៏យើងមិនអាចគេចផុតពីអ្វីដែលយើងកើតមកជាមួយបានដែរហើយនេះហើយបានជា Nachi គឺជឿថាមនុស្សគឺមិនអាចផ្លាស់ប្ដូរបានបរាជ័យម្ដងគឺបរាជ័យរហូតជោគវាសនាគឺជាអ្វីដែលមិនអាចប្រឆាំងបានហើយយើងត្រូវតែរៀនទទួលយកវាត្រង់នេះបើសិនជាយើងសាកគិតមើលតើយើងអាចបន្ទោស Nachi បានអត់អ្វីៗទាំងអស់នៅក្នុងជីវិតគាត់គឺបានបញ្ជាក់ពីជំនឿនេះរួចហើយឪពុកគាត់ស្លាប់ក៏សម្រាប់តែគ្រួសារធំអនាគតរបស់គាត់បានសម្រេចរួចហើយមុនពេលដែលគាត់មិនទាន់យល់ថាពាក្យជំរើសនឹងជាអីផងរាល់កំហឹងនឹងការឈឺចាប់របស់ Nachi មិនមែនកើតឡើងដោយគ្មានមូលហេតុទេវាគឺមកជាមួយនឹងជីវិតដែលថាសេរីភាពគឺមិនដែលធ្លាប់មានសោះ Nachi គឺជឿលើអ្វីមួយដែលមនុស្សភាគច្រើនមិនដែលទទួលស្គាល់ទេដែលថាទេពកោសល្យឈាមដំណពូជនិងការតភ្ជាប់ខ្សែស្រឡាយវាមានសារៈសំខាន់ជាងការខិតខំប្រឹងប្រែងរាប់សិបដងបើសិនជាយើងមើលនៅក្នុងប្រវត្តិសាស្ត្ររបស់ Shinobi World Hokage នៅក្នុង Konoha អ្នកទី1ទី2គឺសុទ្ធសឹងតែជាគ្រួសាររបស់ Senju អ្នកទី3គឺត្រូវបដិបដាដោយពួកគេដោយផ្ទាល់ទៀតអ្នកទី4គឺជា Minato Namikaze ត្រូវបានបង្រៀនដោយ Shinobi ល្បីម្នាក់ឈ្មោះ Jiraiya Tsunade មានឈាមដំណពូជនិងមានកេរ្តិ៍ឈ្មោះទី6 Kakashi Hatake កូនប្រុសរបស់ White Fang ដ៏ល្បីនិងជាសិស្សរបស់ Minato ត្រង់នេះហើយបានបង្ហាញថាផ្លូវដើរខុសគ្នាប៉ុន្តែគឺវាតភ្ជាប់គ្នាទាំងអស់ដូច្នេះជោគវាសនាគឺត្រូវបានចាររួចហើយនៅពេលដែល Nachi និយាយថាយើងមិនអាចខ្លាចទៅជា Hokage ដោយគ្រាន់តែការខិតខំប្រឹងប្រែងមួយម៉ាត់ទេគាត់និយាយហ្នឹងគឺអត់ខុសទេព្រោះនៅក្នុងពិភព Shinobi អត្ថប្រយោជន៍គឺបែងចែកអត់ស្មើគ្នាមនុស្សខ្លះគឺកើតមកចិត្តជាមួយភាពអស្ចារ្យជាងអ្នកដទៃហើយ Nachi វិញ Nachi គឺត្រូវរស់នៅក្នុងរូងមួយដែលថាបើសិនជាគាត់ហ៊ានមានគំនិតបះបោរឬក៏ប្រឆាំងទៅនឹងគ្រួសារធំបន្តិច Curse Shield គឺវានឹងរើឡើងអាចឲ្យគាត់ស្លាប់ភ្លាមៗដោយឪពុកគាត់ដែលបានធ្វើពីមុនចឹងយើងសាកសម័យមើលជីវិតបែបនេះយើងត្រូវរស់នៅបែបម៉េចយើងមិនអាចប្រឆាំងជាមួយនឹងគ្រួសារធំមិនអាចបន្ទោស Village ដោយសារតែពួកគេគឺបានអនុវត្តច្បាប់នេះរួចហើយมันអាចមានអារម្មណ៍ខឹងដោយសារតែការខឹងគឺនាំផលអវិជ្ជមាននិងមិនហ៊ានសូម្បីតែបញ្ចេញគំនិតដូច្នេះកំហឹងគឺវាទៅទីណាគឺវាទៅតែកន្លែងមួយគត់ដែល Nachi គឺបន្ទោសរឿងនេះមកពីជោគវាសនាខ្លួនឯងដោយសារវាសនានេះហើយជារឿងមួយដែល Nachi ស្អប់ខ្លាំងហើយឲ្យតែណាគេនិយាយពីរឿងវាសនា Nachi គឺតែងតែចំអកលក់លើយព្រោះនេះហើយវាជារឿងសោកស្ដាយបំផុតរបស់តួអង្គ Nachi នៅក្នុងអំឡុងពេល Nachi គឺប្រយុទ្ធជាមួយនឹង Hinata Hyuga ការប្រយុទ្ធនោះមិនមែនគ្រាន់តែជាការប្រយុទ្ធរវាងបងប្អូន Hyuga Clan ទេប៉ុន្តែវាជាការប្រយុទ្ធមួយនៅក្នុងជីវិតដែល Nachi គឺចង់បញ្ចេញអ្វីៗទាំងអស់រាល់ការវាយប្រហាររាល់ពាក្យសម្ដីនិងរាល់កំហឹងដែល Nachi គឺបានផ្ទុកវាស្ងប់ស្ងាត់អស់រយៈពេលច្រើនឆ្នាំហើយដល់ថ្នាក់ Nachi គឺហ៊ានចង់លោតសម្លាប់ Hinata ចោលព្រោះនេះមិនមែនជាអំពើហិង្សាទេប៉ុន្តែវាជាភាពអស់សង្ឃឹមមួយដែល Nachi លែងជឿទៅលើពិភពលោកនេះភាពអស់សង្ឃឹមរបស់មនុស្សម្នាក់ដែលមិនធ្លាប់មានសេរីភាពសោះកំពុងព្យាយាមរើបំរាស់ហើយចង់បំបែកត្រង់ឲ្យអ្នកផ្សេងឃើញហើយចំពោះយើងបើសិនជាយើងជា Nachi វិញតើយើងនឹងធ្វើយ៉ាងណាដែលយើងដឹងហើយថា Nachi គឺជាក្មេងម្នាក់ដែលមិនជឿលើការផ្លាស់ប្ដូរបានទេប៉ុន្តែចុងក្រោយតួអង្គនេះគឺបែរទៅជាស្លាប់ដោយសារតែជំរើសផ្ទុយវិញ
មិនមែនព្រោះគាត់ត្រូវតែស្លាប់ទេប៉ុន្តែវាជាជំរើសដែលគាត់ជ្រើសស្លាប់ខ្លួនឯងត្រង់នេះវាជាលើកដំបូងនៅក្នុងជីវិតគាត់ដែលថាសកម្មភាពមិនត្រូវបានគ្រប់គ្រងដោយ Kershil មិនមែនប្រព្រឹត្តឡើងដោយគ្រួសារធំមិនមែនដោយជោគវាសនាប៉ុន្តែជាជំរើសដែលគាត់ជ្រើសខ្លួនឯងប៉ុន្តែវាជារឿង conflict ដែលយើងត្រូវយកមកនិយាយបើសិនជាយើងត្រឡប់ទៅកាន់ឪពុករបស់ Nachi ដែលជា Hisashi Hyuga មនុស្សគ្រប់គ្នាគឺនិយាយថាគាត់គឺជាអ្នកជ្រើសរើសជំរើសជោគវាសនាខ្លួនគាត់គឺត្រូវបានផ្ដល់ជីវិតរបស់ខ្លួនដោយស្ម័គ្រចិត្តទេប៉ុន្តែតើជំរើសហ្នឹងវា make sense អត់បើសិនជាយើងគិតថាឪពុករបស់ Nachi បដិសេធនោះ Kershil នៅលើក្បាលគឺនឹងត្រូវបង្ខំឲ្យគាត់ស្លាប់ដដែលដូច្នេះវាមិនមែនជាជំរើសឬក៏សេរីភាពពិតប្រាកដទេវាជាជំរើសមួយដែលថាលទ្ធផលចុងក្រោយគឺនៅតែដូចគ្នាអញ្ចឹងឪពុក Nachi ជ្រើសធ្វើឬមិនធ្វើគឺចុងក្រោយនៅតែស្លាប់គ្រាន់តែថាបើសិនជាតួអង្គនឹងឈ្នះនៅក្នុងការស្ម័គ្រចិត្តនោះគឺគាត់នៅមានជីវិតដូច្នេះទាំងឪពុកគាត់និង Nachi ជាពិសេស Nachi គឺគួរណាតែទទួលបានអ្វីល្អជាងនេះដោយយើងឃើញថាមិនមែនដោយសារ Nachi ខ្សោយឬក៏គាត់បរាជ័យអីទេប៉ុន្តែគ្រាន់តែជាតួអង្គមួយដែលត្រូវរស់នៅក្នុងពិភពដែលមិនអាចអនុញ្ញាតឲ្យខ្លួនឯងជំនះឬក៏ឈ្នះបានហើយនៅចុងក្រោយនៅតែសម្រេចចិត្តជ្រើសអ្វីដែលខ្លួនឯងយល់ថាត្រូវនិងបំលែងវាជាអត្ថន័យនៃសេរីភាពខ្លួនឯងបើសិនជាយើងគិតពីសមាជិកក្រុមដូចជា Rock Lee ក៏ធ្លាប់គិតថា Nachi គឺជាមនុស្សម្នាក់ដែល talent អស្ចារ្យនៅក្នុងចំណោមពួកគេ Nachi គឺមិនត្រឹមតែវឹកហាត់ទេប៉ុន្តែគឺបានកែប្រែនៅបច្ចេកទេសឬក៏ skill ខ្លួនឯងជាច្រើនដូចជា rotation និង edge triangle 64 ផងជាទេពកោសល្យមួយដែលអាចផ្លាស់ប្ដូរចំនួនរបស់ Hyuga Clan ប៉ុន្តែគាត់គ្មានឱកាសប្រព័ន្ធឬក៏ system ដដែលគឺនៅតែដដែលនៅពេលដែលយើងឃើញ Hinata គឺធ្វើការទូទាត់សមាជិកគ្រួសារឲ្យស្មើៗគ្នាវិញសញ្ញា Kershil ឬក៏ Curse Mark គឺវានៅតែមានបើសិនជាសញ្ញានេះបាត់ដល់តែយើងបាត់បង់ជីវិតហើយយើងអាចឆ្លើយបានទេដែលថាការខិតខំប្រឹងប្រែងនៅក្នុង Shinobi World អាចផ្លាស់ប្ដូរជោគវាសនាដែល Nachi គឺរស់នៅដូចជាប់ទ្រង់ប៉ុន្តែបើសិនជាយើងក៏លេចទៅមើល Naruto គឺបានយកប្រឆាំងទៅនឹងជោគវាសនានេះនៅចន្លោះរឿងពីរដែលរវាង Nachi និង Naruto បើយើងគិតតាម Naruto Nachi គិតនេះគឺអត់ត្រូវទេមនុស្សគឺអាចផ្លាស់ប្ដូរបានជោគវាសនាគឺយើងអាចប្រឈមវាពី Naruto ជាក្មេងម្នាក់ដែលកើតមកគ្មានអ្វីទាំងអស់គ្មានទាំងទេពកោសល្យគ្មានទាំងការទទួលស្គាល់និងគ្មានទាំងសេចក្តីស្រឡាញ់ប៉ុន្តែនៅតែឈរហើយខ្លាចទៅជា Shinobi មួយដែលអស្ចារ្យនៅក្នុងចំនួនរបស់គេមិនមែនដោយសារជោគវាសនាទេប៉ុន្តែដោយសារការខិតខំប្រឹងប្រែងដែលមិនចុះញោមរាល់ជំហាននីមួយៗគឺជាការសម្រេចចិត្តរបស់ខ្លួនឯងធម្មពលទាំងអស់ចម្រាញ់មកពីការឈឺចាប់និងការបដិបដាលបូករួមជាមួយការបដិញ្ញាតែបើសិនជាយើងគិតតាមបែប Nachi វាមិនត្រឹមត្រូវទាំងស្រុងទេព្រោះមនុស្សគឺកើតមកមិនមែននៅទីតាំងដូចគ្នាទាំងអស់មនុស្សគ្រប់គ្នាគឺមិនអនុញ្ញាតឲ្យប្រយុទ្ធប្រឆាំងទៅនឹងជោគវាសនាខ្លួនឯងដូច Naruto ធ្វើទេ Naruto គឺមានសេរីភាពនៅក្នុងការធ្វើវាប៉ុន្តែ Nachi វិញ Nachi គឺប្រឈមទៅនឹងឧបសគ្គដោយសារខ្លួនគាត់គឺត្រូវបានគេគ្រប់គ្រងដោយជោគវាសនារួចហើយព្រោះនៅក្នុងសកម្មភាពមួយដែលត្រូវបានគេតាមដានជីវិតគឺត្រូវបានកំណត់ទុកជាមុនការរស់នៅក្នុងវិបុលភាពព្យាយាមវឹកហាត់មិនឈប់សពថ្ងៃគឺដើម្បីតែខ្លាំងនៅក្នុងអាយុខ្លួនឯងប៉ុន្តែជោគវាសនាវិញគឺនៅតែមិនផ្លាស់ប្ដូរទំនាក់ទំនង Nachi និង Naruto ចុងក្រោយយើងឃើញថា Nachi គឺបានយល់គំនិត Naruto ហើយក៏លះបង់ជីវិតជ្រើសវាធ្វើជាជំរើសសម្រាប់ការពារដោយមិនមែនកំណត់ត្រឹមជោគវាសនាទៀតហើយអ្វីដែលយើងឃើញថាតួអង្គ Nachi និងឪពុករបស់គាត់ចុងក្រោយគឺបែរទៅជាមកដើរផ្លូវមួយគ្នាដដែលដែលថាជំរើសដែលជ្រើសគឺនៅតែស្លាប់ Nachi គឺគាត់យល់ដឹងពីពិភពលោកដែលគាត់កំពុងនៅគាត់សុខចិត្តជ្រើសជំរើសលះបង់ខ្លួនតាមវិធីមួយដែលគាត់យល់ថាវាត្រូវហើយអាចធ្វើទៅបានអញ្ចឹងនឹងហើយជាតួអង្គ Nachi ដែលយើងយកមកនិយាយថាគាត់គួរណាតែទទួលបានលទ្ធផលល្អជាងនេះនៅក្នុង Shinobi World អូផ្លេចគ្នាយើងកុំភ្លេចជួយ like subscribe និងបើក notification ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទៀតពីខ្ញុំហើយវីដេអូថ្ងៃនេះដែរគឺយើងមានប៉ុណ្ណឹងជួបគ្នាជាមួយខ្ញុំនៅវីដេអូថ្មីមួយទៀត That's all I got peace and love I'm up bye bye ឬក៏ outro ទី2ចឹងអានឹងដែរគឺយើងមានប៉ុណ្ណឹងជួបគ្នាជាមួយខ្ញុំនៅវីដេអូថ្មីមួយទៀត Resiguwa ខ្ញុំ Eliko Patelia អ៊ូរ៉ា